តោះបងប្អូនល្ងាចហើយទម្លាក់ការងារចោលសិនថ្ងៃនេះយើងអត់ទៅណាឆ្ងាយទេថ្ងៃនេះយើងដើរហាត់ប្រាណនិយាយរួមចេញពីកន្លែងការងារញ៉ាំបាយហើយគឺចាប់កង់មួយហើយជិះមកយកកង់ទុកនឹងគល់ស្ពានហើយក៏ដើរលើស្ពានហើយដើរនឹងដើរតែម្នាក់ឯងទេហើយយើងដើរហាត់ប្រាណមើលទេសភាពបដាមើលបងប្អូនយើងកំពុងតែហាត់ប្រាណបដាអ្នកខ្លះមានរត់អ្នកខ្លះដើរអ្នកខ្លះរាំយ៉ាងសប្បាយជាពិសេសអ្វីដែលខ្ញុំចូលចិត្តហ្នឹងគឺយើងបានស្រូបខ្យល់អាកាសធម្មជាតិពីស្ទឹងសែនហើយគយគន់មើលទេសភាពនិយាយរួមបច្ចុប្បន្នគឺនៅទីរួមខេត្តហ្នឹងគឺពិតជាស្រស់ស្អាតហើយគួរឲ្យជាទីរីករាយដែលយើងមានកន្លែងហាត់ប្រាណយ៉ាងល្អហើយបានដើរមើលទេសភាពនៅល្ងាចណាបងប្អូនប៉ុន្តែមើលទេសភាពគឺរំលេចដោយភ្លើងពណ៌គួរឲ្យទាក់ភ្នែកនិយាយទៅគឺឃើញបងប្អូនយើងទៅដើរហាត់ប្រាណក៏រីករាយច្រើនក៏សប្បាយចិត្ត